Assalamualaikum warahmatullahi taala wabarakatuh ទស្សនិកជនជាទីមេត្រីនេះគឺជាការផ្សាយរបស់មជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជាបន្តទៅទៀតនេះសូមគោរពអញ្ជើញលោកអ្នកនាងកញ្ញាតាមដានទស្សនាព័ត៌មានសហគមន៍ចាប់តាំងពីមានការលេចចេញឡើងនៅអំពើឃោឃៅនិងសាហាវព្រៃផ្សៃរបស់ក្រុមភេរវកម្ម ISIS និងបន្ទាប់ពីភេរវកម្មបំទុះយន្តហោះដឹកអ្នកដំណើររុស្ស៊ីនៅឧបទ្វីបស៊ីណៃដែលបានសម្លាប់ជីវិតមនុស្ស225នាក់ការបាញ់នៅបំទុះគ្រាប់បែកដែលបណ្ដាលឲ្យប្រជាជនបារាំងប្រមាណជាង100នាក់ត្រូវបាត់បង់ជីវិតនៅកណ្ដាលទីក្រុងប៉ារីសប្រទេសបារាំងរួចមកបញ្ហាភេរវកម្មនេះបានក្លាយជាប្រធានបទមួយយ៉ាងក្តៅគគុកដែលប្រជាជននៅជុំវិញពិភពលោកកំពុងផ្ដោតការចាប់អារម្មណ៍បន្ទាប់ពីភេរវកម្មដែលបានកើតឡើងនៅក្នុងរយៈពេលចុងក្រោយថ្មីនេះប្រជាជននៅតាមបណ្ដាប្រទេសលោកខាងលិចមួយចំនួនរួមទាំងសហរដ្ឋអាមេរិកជាដើមបានភ្ជាប់ក្រុមភេរវកម្ម ISIS ជាមួយនឹងសាសនាអ៊ីស្លាមនិងបានបង្កើតជាការរើសអើងនិងអំពើស្អប់ខ្ពើមចំពោះអ្នកកាន់សាសនាអ៊ីស្លាមនៅក្នុងប្រទេសទាំងនោះជាក់ស្ដែងវិហារអ៊ីស្លាមមួយចំនួននៅសហរដ្ឋអាមេរិកត្រូវរងការរំលោភបំពាននិងយាយីការបំផ្លាញគម្ពីរអល់កុរអានុលការីមនិងការតវ៉ាប្រឆាំងនឹងសហគមន៍អ៊ីស្លាមនៅក្នុងប្រទេសមួយចំនួនជាដើមមានសំណួរមួយចំនួនត្រូវបានលើកឡើងថាតើសាសនិកអ៊ីស្លាមពិតជាមានកំហុសនិងត្រូវទទួលខុសត្រូវចំពោះអំពើដែលបានប្រព្រឹត្តឡើងដោយក្រុម ISIS ឬហើយថាតើក្រុម ISIS នេះពិតជាតំណាងឲ្យសាសនាអ៊ីស្លាមនិងសាសនិកអ៊ីស្លាមឬយ៉ាងណាតាក់ទងទៅនឹងបញ្ហានេះនិស្សិតអនុបណ្ឌិតផ្នែកគ្រប់គ្រងនៃសាកលវិទ្យាល័យជាតិគ្រប់គ្រងលោករ៉ាហ្វីគីនអាយូបបានបង្ហាញនៅការយល់ឃើញរបស់លោកយ៉ាងដូចនេះថាខ្ញុំគិតថាការយកពាក្យអ៊ីស្លាមទៅភ្ជាប់ទៅនឹងក្រុមភេរវកម្មដូចជារដ្ឋអ៊ីស្លាមជ្រុលនិយមវាពិតជាធ្វើឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរបំផុតទៅនឹងសាសនាអ៊ីស្លាមក៏ដូចជាអ្នកដែលកាន់សាសនាអ៊ីស្លាមជាស្ដែងគឺវាធ្វើឲ្យគេយល់ច្រឡំថាសាសនាអ៊ីស្លាមគឺជាសាសនាភេរវកម្មហើយវាធ្វើឲ្យមានការរើសអើងពីជនដទៃទៀតហើយវាធ្វើឲ្យគេស្អប់ខ្ពើមអ្នកដែលកាន់សាសនាអ៊ីស្លាមហើយវាធ្វើឲ្យគេខ្លាចរអាអ្នកដែលកាន់សាសនាអ៊ីស្លាមឧទាហរណ៍គឺនៅពេលដែលគេអ្នកដែលកាន់សាសនាអ៊ីស្លាមមកនៅជិតគេគឺគេមានអារម្មណ៍ថាពួកគេគឺជាជនភេរវកម្មដូច្នេះពួកគេមិនចង់នៅជិតអ្នកដែលកាន់សាសនាអ៊ីស្លាមឡើយអតីតនិស្សិតផ្នែកសាសនាអ៊ីស្លាមនៃសាកលវិទ្យាល័យម៉ាឌីណាប្រទេសអារ៉ាប៊ីសាអូឌីតលោកអាលីម៉ូសាបានឲ្យដឹងថាសាសនាអ៊ីស្លាមមានន័យថាសន្តិភាពហើយសាសនានេះក៏បានព្រានប្រដៅដល់សាសនិករបស់ខ្លួនឲ្យរស់នៅជាមួយនឹងមនុស្សទូទៅនៅក្នុងសង្គមប្រកបដោយភាពសុខដុមរមនាផងដែរអត្ថន័យរួមនៃអត្ថន័យរបស់អ៊ីស្លាមនឹងគឺជាសាសនាមួយដែលនាំមកនូវសន្តិភាពសេរីភាពប្រកបដោយសុខដុមរមណីយកម្មសម្រាប់មនុស្សជាតិទូទៅមិនមែនតែសម្រាប់សាសនិកអ៊ីស្លាមឬក៏អ្នកដែលកាន់សាសនាផ្សេងនោះទេទុយទៅវិញគឺសាសនានេះបាននាំមកនូវសេចក្តីសុខសេចក្តីចម្រើនរួមរស់ប្រស័យតំណាក់តំណងគ្នាក្នុងសង្គមគឺប្រកបដោយយុត្តិធម៌និងសច្ចធម៌បំផុតលោកអាលីមូសាបានបញ្ជាក់បន្ថែមថាអំពើសម្លាប់មនុស្សដែលគ្មានកំហុសជាពិសេសកុមារនិងស្ត្រីជាដើមវាគឺជាទង្វើមួយដែលសាសនាអ៊ីស្លាមបានហាមឃាត់និងមិនមានឡើយនៅក្នុងសាសនាអ៊ីស្លាមហើយក្នុងនាមជាសាសនិកអ៊ីស្លាមមួយរូបលោកមិនគាំទ្រឡើយចំពោះអំពើទាំងនេះក្នុងនាមយើងជាអ្នកកាន់សាសនាអ៊ីស្លាមយើងមិនអាចទទួលបានទេព្រោះទង្វើរបស់ពួកភេរវកម្មគឺជាទង្វើមួយដែលផ្ទុយពីច្បាប់របស់អ៊ីស្លាមទាំងស្រុងបើយើងយកមកវិភាគពីមួយចំណុចទៅមួយចំណុចគឺផ្ទុយទី1អ៊ីស្លាមមិនអនុញ្ញាតឲ្យសាសនិកអ៊ីស្លាមទាំងឡាយទៅសម្លាប់មនុស្សដែលគ្មានទោសពៃនោះទេជាពិសេសសម្លាប់បង្ហូរឈាមសម្លាប់ក្មេងសម្លាប់ស្ត្រីនិងអ្នកដែលគ្មានទោសនោះឡើយគោលការណ៍របស់អ៊ីស្លាមរស់នៅសន្តិភាពរស់នៅចេះអត់ឱនអធិស្ឋានឲ្យគ្នាទៅវិញទៅមករស់នៅក្នុងសង្គមប្រកបដោយសុខដុមរមណីយកម្មអេដាមសេក្រាអាដាមរដ្ឋមន្ត្រីប្រតិភូអំនាយរដ្ឋមន្ត្រីចាំងវាងរងគណៈដឹកនាំជាន់ខ្ពស់នៃសាសនាអ៊ីស្លាមកម្ពុជានៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាជប៉ុន CJCC នៅក្នុងសិក្ខាសាលាស្ដីអំពីមូស្លីមក្នុងយុគសម័យបច្ចេកវិទ្យាដែលត្រូវបានប្រារព្ធធ្វើឡើងកាលពីពេលថ្មីៗកន្លងទៅនេះពាក់ព័ន្ធទៅនឹងបញ្ហានៃការទម្លាក់អំពើដែលបានប្រព្រឹត្តឡើងដោយក្រុមភេរវកម្មឬក្រុមភេរវកម្មផ្សេងៗមកលើសាសនាអ៊ីស្លាមនោះអេដាមបានលើកឡើងបញ្ជាក់យ៉ាងដូចនេះថាមានម្នាក់នោះគាត់លើកឡើងថាអ៊ីស្លាមអាក្រក់ណាស់វាហ៊ានធ្វើភេរកម្មតបកាត់យ៉ាងនេះទៅខ្ញុំថាអូសុំទោសលោកគ្រូអ្នកណាធ្វើកម្មយ៉ាងឡើយណាចូលសមាវ័យលើទៅ UTC នៅអាមេរិកនោះ
ធ្វើរកម្មខ្ញុំថាអូលោកពូនេះប្រហែលជាជួអាមេរិកទៀតអាមេរិកថាអូសាម៉ាគឺជាជនសង្ស័យបំផុតឯលោកពូមកថាមិនថាអូសាម៉ាទេថាអ៊ីស្លាមខាងទៀតអញ្ចឹងលោកពូគឺជាស្អីទៅវិញលោកពូនឹងហើយគឺជាអ្នកភេរកម្មរីឯនៅក្នុងបណ្ដាញទំនាក់ទំនងសង្គម Facebook ដែលជាមជ្ឈមណ្ឌលចែកចាយព័ត៌មាននិងមតិយោបល់យ៉ាងទូលំទូលាយនោះសាសនិកអ៊ីស្លាមជាច្រើនបានបដិសេធចំពោះអំពើភេរវកម្មទាំងឡាយថាមិនមានប្រភពពីសាសនាអ៊ីស្លាមឡើយមិនតែប៉ុណ្ណោះអ្នកដែលបានប្រើប្រាស់បណ្ដាញសង្គមមួយនេះក៏បានបង្ហាញពីក្តីអាណិតអាសូរចំពោះប្រជាជនសេរីដែលកំពុងទទួលរងគ្រោះដោយសារតែអំពើដែលក្រុមភេរវកម្មទាំងនោះបានប្រព្រឹត្តឡើងគួរជម្រាបជូនផងដែរថាដើម្បីជាការសងសឹកនិងក្នុងនាមដើម្បីតាមគំនិតក្រុមភេរវកម្មអ៊ីស៊ីសនេះប្រទេសមហាអំណាចដែលមានដូចជាប្រទេសរុស្ស៊ីប្រទេសបារាំងនិងសហរដ្ឋអាមេរិកជាដើមបានបញ្ជូនយន្តហោះចម្បាំងរបស់ខ្លួនដើម្បីចូលទៅទម្លាក់គ្រាប់បែកគំនិតសម្បកក្រុមភេរវកម្មនេះនៅក្នុងប្រទេសសេរីហើយជាលទ្ធផលប្រទេសសេរីដែលជាប្រទេសដែលមានប្រជាជនអ្នកកាន់សាសនាអ៊ីស្លាមច្រើនលើសលប់នោះត្រូវបានក្លាយជាទីលានទម្លាក់គ្រាប់បែកហើយអ្វីដែលគួរឲ្យសោកសង្វេគជាងនេះទៅទៀតនោះគឺផ្ទះសម្បែងរបស់ប្រជាជនរួមទាំងអាយុជីវិតរបស់ប្រជាជនសេរីស្លូតត្រង់រាប់ម៉ឺននាក់មានទាំងស្ត្រីនិងកុមារផងដែរនោះត្រូវស្លាប់យ៉ាងអនាថអធមបំផុតទស្សនិកជនជាទីមេត្រីព័ត៌មានសហគមន៍របស់មជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជាដែលលោកអ្នកនាងបានតាមដានទេសនានាពេលនេះចាប់តែប៉ុណ្ណេះយើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការតាមដានទេសនារបស់អស់លោកអ្នកនាងកញ្ញាវ៉ាប៊ីឡាហ៊ីតៅហ្វីកវ៉ាលហ៊ីដាយ៉ាវ៉ាស្សាឡាមអាឡៃគុំវ៉ារ៉ាហ្មាតុលឡោហ៊ីវ៉ាបារកាទូ